ជាសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ blog ថ្មីរបស់យើងហើយថ្ងៃនេះដែរយើងធ្វើដំណើរទៅកាន់ប្រទេសវៀតណាមចង់ដឹងថាទៅកាន់ប្រទេសវៀតណាមយើងត្រូវធ្វើម៉េចខ្លះយើងបុកអូតាធ្វើម៉េចហើយយើងត្រូវដើរលេងកន្លែងណាខ្លះញ៉ាំអីនៅកន្លែងណាខ្លះទៅមើលវីដេអូនេះទាំងអស់គ្នា Let's go em cho tôi tính cà rem tính sườn hư tao có ba hay tính nấm tính sao một ăn xịt nó tao hơi ai thơm hào tao đầu tì hả bạn tôiอย่างนี้nó chỉ vật ghét đi mà để chịu làm tê anh tê nè nè ba riêng cái cho môi chen chen ខកព្រឹកឡើងហើយយើងត្រូវធ្វើមុនគេគឺថាទៅរកអាហារពេលព្រឹកយើងទៅផ្សារកណ្ដាលដើម្បីញ៉ាំបន្ទាប់មកយើងទៅឡានដែលយើងនឹងធ្វើដំណើរទៅប្រទេសវៀតណាមថ្ងៃហ្នឹងគឺជាឡានក្រុមហ៊ុន BS ហើយឡានហ្នឹងដែរគឺអត់មាន sponsor មានអីទេហើយខ្ញុំក៏ជិះវាជាលើកដំបូងដែរអ្វីបិទតែខ្ញុំជិះឡានហ្នឹងជាលើកដំបូងប៉ុន្តែបទពិសោធន៍របស់ខ្ញុំគឺថាឡាននេះ the best កៅអីធំមានកៅអីម៉ាស្សាមានកន្លែងសាកថ្មទូរស័ព្ទមាន fast charge ទៀតអ្នកនរគ្នាមាន fast charge ហើយមាន wireless charge ទៀតលយខ្លាំងមែនតើហើយគេក៏មានអាហារពីរពេលសម្រាប់យើងផងដែរហើយសម្រាប់អ្នក Holland BS នេះ page របស់គាត់យើងទៅដល់វៀតណាមព្រាមកន្លែងដែលយើងត្រូវទៅមុនគេគឺជាកន្លែងញ៉ាំអីនេះគឺជាកន្លែងបូមដែលល្បីខ្លាំងមែនតើគេបើក24ម៉ោងហ្មងហើយមួយចានគេហ្នឹងតែ 15000 ដងឯងឆ្ងាញ់អ្នកនរគ្នាអាចទៅសាកបានហើយសម្រាប់អ្នកដែលចង់ទៅសាកនេះ map របស់គេទាំងអស់គ្នាហើយរបស់ដែលយើងនឹងញ៉ាំបន្ទាប់ហ្នឹងគឺថាបាញ់ត្រាំងនេះអត់មានហាងអត់មានអីទេតែឃើញតំណងពេកក៏ចូលញ៉ាំសាកលេងទៅបន្ទាប់ពីការញ៉ាំឆ្អែតហើយគឺយើងទៅ check កន្លែងគេដោយសារតែកន្លែងគេរបស់យើងគឺត្រូវ check in ម៉ោង 2 អញ្ចឹងយើងត្រូវដើរលេងសិនអញ្ចឹងឥឡូវហ្នឹងគឺថាយើងចូលទៅ check in កន្លែងគេហើយកន្លែងគេនេះគឺថាខ្ញុំ book តាម Airbnb ឃើញបន្ទប់គេស្អាតអញ្ចឹងគឺអត់សូវថ្លៃទេអ្នកនរគ្នាគេមាន2បន្ទប់គេណាហើយមានកន្លែងទូភ្ញៀវអីធំទូលាយមានទូទស្សន៍មាន Netflix អីមកចប់ហើយមានចក្រានបាយឲ្យទៀតគេមានទាំងឆ្នាំងចាន ovenម៉ាស៊ីនបោកកៅអៅអីឲ្យយើងមកចប់តែម្ដងបន្ទប់គេអីគេមិនសូវជាធំហ្មងនេះប៉ុន្តែការរៀបចំរបស់គេគឺថាមានរបៀប clean ល្អហើយម្ចាស់ផ្ទះគេរួសរាយអ្នកនរគ្នាឆាតមកសួររហូតដល់ណាហើយមិនអីចេញក្រៅកុំភ្លេចយកឆាត់យកអីទៅនិយាយទៅឆាតមករហូតម្ចាស់ឥឡូវយើងទៅមើល view នៅខាងក្រៅទៅនេះគឺជា view ពេលថ្ងៃហើយនេះគឺជា view ពេលយប់និយាយទៅគឺថាស្អាតអ្នកនរគ្នាស្ងាត់ល្អហើយវានៅក្នុង district មួយអញ្ចឹងយើងងាយស្រួលទៅណាហើយនេះគឺជាឈ្មោះបន្ទប់ដែលអ្នកនរគ្នាអាចទៅរកបាននៅក្នុង Airbnb ហើយមុននឹងយើងទៅក្រៅទៀតឥឡូវយើងមកសាកថ្មជាមួយនឹង Power Band Land Yes តិចសិនទៅបន្ទាប់ពីជិះឡានហត់ហើយយើងក៏ទៅ staycation នៅក្នុងបន្ទប់ប្រហែលម៉ោងបន្ទាប់មកងាយឡើងយើងក៏ទៅរកអីញ៉ាំហើយនេះគឺជាកន្លែងហាងសាច់អាំងនេះក៏ល្បីដែរហើយអ្នកខ្លះក៏ស្គាល់ហើយអ្នកខ្លះទៀតក៏អត់ទាន់ស្គាល់ប៉ុន្តែខ្ញុំក៏នឹងដាក់ location ឲ្យអ្នកទាំងអស់គ្នាអាចងាយស្រួលទៅស្វែងរកហើយកន្លែងហ្នឹងក៏ខ្ញុំស្គាល់តាមគេដែរទេអញ្ចឹងយើងមកញ៉ាំតាមគេតាមឯងដែរអញ្ចឹងណាអ្នកនរគ្នាហើយហាងនេះក៏តម្លៃរៀងគួរសមដែរ compare ទៅហាងផ្សេងៗដែលខ្ញុំធ្លាប់ញ៉ាំហើយនេះគឺជាទីតាំងរបស់គេបន្ទាប់ពីញ៉ាំអីហើយគឺអត់ដែរចោលទេគឺថាជិះឡានមើលទេសភាពទីក្រុងក៏ដូចជាការរស់នៅរបស់ប្រជាជនគេហើយចង់ដឹងថាគេអភិវឌ្ឍដល់ណាហើយអីចឹងណាអ្នកនរគ្នាហើយយើងមើលកន្លែងណាតំណង business តំណងអីចឹងទៅយើងអាចយកមក apply នៅស្រុកយើងអីចឹងទៅនិយាយទៅឲ្យតែមកខ្ញុំអត់ដែរចោលគឺថាចូលចិត្តជិះឡានតែម្ដងកន្លែងឡានហ្នឹងគឺងាយស្រួលរកទេអ្នកនរគ្នាអាចមកOpera House ចឹងទៅឃើញឡានច្រើនឡានហ្នឹងគឺជិះច្រើនហើយថ្ងៃខ្លះគឺថាត្រូវទៅរង់ជួលច្រើនខ្លាំងមែនតើមនុស្សគេមកជិះឡានហ្នឹងហើយភាគច្រើនគឺសិតតែជាជនបរទេសអីចឹងបើនិយាយពីប្រជាជនគេវិញគឺថាយប់ឡើងគេចូលចិត្តដើរលេងគេចូលចិត្តអង្គុយជុំគ្នាញ៉ាំកាហ្វេយប់ឡើងអីចឹងខុសពីស្រុកយើងបើនារីវិញថ្ងៃឡើងឃ្លុំចិត្តតែម្ដងគាត់ថាយប់ឡើងវិញម្នាក់លេងមកអស់ដៃតែម្ដងសម្រាប់ខ្ញុំវិញអត់សូវចូលចិត្តដើរលេងយប់ឡើងអីប៉ុន្តែយើង enjoy មួយគេដែរអញ្ចឹងណាហើយសាច់រឿងរបស់យើងក៏កាត់ទៅដល់ថ្ងៃស្អែកបន្ទាប់ទៀតថ្ងៃស្អែកយើងក្រោកព្រលឹមឡើងគឺយើងទៅញ៉ាំបាយមាន់ដែលគេល្បីហើយបាយមាន់នេះដែរខ្ញុំស្គាល់តាម TikTok អីដែរអ្នកនរគេមានបាយសាច់មាន់បាយសាច់ឈូកបាយប៊ីអីចឹងណាមានច្រើនញ៉ាំទៅមានអីឆ្ងាញ់របស់គេដែរតាហើយតម្លៃវិញគឺថាគួរសមឲ្យដែរហើយខ្ញុំនឹងដាក់ទីតាំងរបស់គេអ្នកនរគ្នាអាចទៅសាកបានហើយទីតាំងបន្ទាប់ដែលយើងនឹងទៅហ្នឹងគឺជាវិថីសភៅដែលមានដាក់តាំងសភៅច្រើនមែនតើកន្លែងនេះគឺជាកន្លែងដែលបរទេសមកច្រើនគេចូលចិត្តមកថតរូបក៏ដូចជាទិញវត្ថុហើយកន្លែងមួយទៀតដែលយើងអាចដែររំលងនោះគឺជាសារមន្ទីរហើយខាងក្នុងហ្នឹងមានដាក់តាំងវត្ថុបុរាណជាច្រើនហើយទីតាំងនេះសម្រាប់អ្នកចូលចិត្តប្រវត្តិសាស្ត្រអីអាចទៅមើលបានហើយខ្ញុំចាប់អារម្មណ៍ឃើញគេដាក់ឈុតអាពាហ៍ពិពាហ៍របស់ជនជាតិចាមហើយឃើញគេដាក់តាំងឈុតអាពាហ៍ពិពាហ៍របស់ប្រជាជនខ្មែរយើងផងដែរគេមានដាក់តាំងច្រើនទៀតមានតាំងពីភ្លេងខ្មែរមានអីទៀតប៉ុន្តែអ្នកអាចទៅមើលខ្លួនឯងបានហើយកុំឲ្យខាត់ពេលយើងក៏កាត់ទៅមើលសាច់រឿងបន្ទាប់របស់យើងដែលតួប្រុសយើងហ្នឹងគឺថាបន្តដំណើរទៅរកកន្លែងញ៉ាំអីមកកន្លែងទៀតអីហើយកន្លែងនេះដែរគឺជាផ្សាររាត្រី Hotigi គេមានលក់អីញ៉ាំច្រើនដូចជាគ្រឿងសមុទ្រនំប៉័ងសាច់គោអាំងរបស់ខ្មែរយើងអីហ្នឹងក៏មាននៅហ្នឹងដែរហើយគេមានលក់អីញ៉ាំច្រើនទៀតដែរពុកម៉ែបងប្អូនខ្លះគាត់បានស្គាល់ហើយចឹងខ្ញុំខ្ជិលដាក់ហើយនេះគឺជានំប៉័ងសាច់គោអាំងដែលលោកពូជនជាតិខ្មែរគាត់បានលក់ហើយយើងក៏ទៅជួយញ៉ាំគាត់ផងដែរហើយរសជាតិរបស់គាត់គឺថាឆ្ងាញ់ហ្មងអ្នកបន្ទាប់ពីដើរលេងអស់ចិត្តយប់ជ្រៅជាជ្រេបន្តដំណើរទៅកាន់មកកន្លែងទៀតគឺជា Walk Street ដែលមានមនុស្ស
ដើរច្រើនខ្លាំងមែនទែនហើយនេះគឺជា entertainment area ដែលគេហៅកន្លែងហ្នឹងថាបុយវៀនដូចជា pub street នៅសៀមរាបយើងហើយស្អែកឡើងដល់ពេលត្រឡប់មកវិញមកយើងជិះឡានពេលថ្ងៃចឹងព្រឹកឡើងអត់ដឹងទៅណាយើងក៏ទៅដើរលេងបន្តហើយកន្លែងដែលខ្ញុំនឹងនាំពុកម៉ែបងប្អូនមកនេះគឺជា landmark 81ដែលជាអគារដែលខ្ពស់ជាងគេនៅហូជីមិញហ្នឹងឯងគេសាងសង់អគារនេះឡើងដើម្បីជានិមិត្តរូបនៃភាពជឿនលឿននិងស្ថាបត្យកម្មទំនើបនៅហូជីមិញអគារ Landmark 81មិនត្រឹមតែជាកន្លែងពាណិជ្ជកម្មនោះទេប៉ុន្តែវាជាសក្ខីភាពបង្ហាញពីការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ប្រទេសវៀតណាមនៅលើឆាកអន្តរជាតិខ្ញុំក៏បានឡើងទៅដល់ចំណុចដែលខ្ពស់ជាងគេបំផុតនៃអគារនេះផងដែរអរគុណច្រើនពុកម៉ែបងប្អូនដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅរដូវផ្ការីកឆ្នាំក្រោយជូនពរសុខភាពល្អសំណាងល្អបងអញឃើញមកដើរលេងច្រើនថ្ងៃតែទូរស័ព្ទចុចរហូតឃើញអស់ថ្មអញ្ចឹងបានឲ្យអស់ថ្មនេះអស់នេះខ្ញុំប្រើpower bank របស់ LAN យ៉ាមាន fast charge ទៀតដើរលឿនហើយសាកថ្មលឿនហើយបញ្ចូលថ្មក៏លឿនដែរលុយម៉េលុយ Power bank LAN SP 542K មានកម្លាំងថ្មរហូតដល់ 20,000 mAh សាកថ្មបានល្បឿន 22.5 វ៉ាត់មានអេក្រង់ Digital សម្រាប់បង្ហាញកម្រិតភាគរយនៃថ្មមានការទទួលស្គាល់ដោយអន្តរជាតិអ្វីដែលកាន់តែពិសេសនោះគឺថា Power bank នេះអាចយកឡើងយន្តហោះបានដោយសុវត្ថិភាពលយខ្លាំងហ្មងដំណើរកម្សាន្តរបស់ខ្ញុំពេលក្រោយគឺថាយក Power bank នេះទៅតាមខ្លួនហើយអាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ទូរស័ព្ទដៃឬក៏ទិញឲ្យផ្ទាល់ពីក្រុមហ៊ុន Lanjes Cambodia